ពេលដែលយើងស្រក់គីឡូទៅគឺមុខចាស់ជាងមុនមូលហេតុអីឲ្យធ្វើមិនកុំឲ្យស្រក់គីឡូទៅមុខចាស់និយាយទៅនៅពេលដែលយើងខ្ទង់អាយុ10ជាងឬក៏20ជាងយើងស្រក់គីឡូទៅមុខយើងអត់ចាស់ហើយមើលទៅក្មេងដដែលប៉ុន្តែនៅពេលដែលយើង30 40 50នៅពេលដែលយើងស្រក់គីឡូទៅឃើញមុខយើងរៀងចាស់ខ្លាំងមែនតើតាមពិត process នៃការសម្រក់គីឡូឬការស្រក់គីឡូរបស់យើងហ្នឹងអត់ធ្វើឲ្យយើងចាស់ជាងវ័យទេទាំងកោសិកាទាំងរាងកាយទាំងសាច់ដុំយើងគឺនៅធម្មតាប៉ុន្តែយើងមើលទៅចាស់ដោយសារកត្តាមួយចំនួនដូចជាទី1អាលាយើងណាវាឆ្អឹងយើងវាទូជាងមុនពេលដែលយើងអាយុច្រើនអ្នកនរដែលលើគេនិយាយចាស់គាត់ចាស់ទៅគាត់រួញគាត់ទៀបជាងមុនទេឆ្អឹងយើងគឺវាទូជាងមុនអាហ្នឹងគឺទូទៅទី2នៅលើឆ្អឹងនៅលើអាលាយើងគេមានខ្លាញ់ហើយនឹងសាច់ដុំរបស់យើងណាចុងក្រោយគឺស្បែករបស់យើងអញ្ចឹងនៅពេលដែលយើងស្រក់គីឡូអាខ្លាញ់វាស្រក់ចុះទៅហើយសាច់ដុំវាទូជាងមុនឬក៏មិនអញ្ចឹងទៅធ្វើឲ្យនៅសល់តែស្បែកវាច្រើនចុះស្បែកធ្លាប់តែប៉ោងក៏ដូចពេលប៉ោងដែលយើងផ្លុំទៅប៉ោងអញ្ចឹងណាតែពេលស្បេតមកវិញវាជ្រួញអញ្ចឹងណាដល់ពេលអស់អាខ្លាញ់ហើយសាច់ដុំនៅសល់តែស្បែកជ្រួញឃើញធ្លាក់មកជ្រួញតែម្ដងយើងគិតមើលបើឆ្អឹងយើងរៀងរួមទូចហើយយើងបាត់បង់សាច់ដុំបាត់បង់ខ្លាញ់អញ្ចឹងទៅសល់តែស្បែកនៅក្របលើឆ្អឹងវាមើលទៅឃើញឆាប់ចាស់វាអត់មានអីទល់ពីក្នុងទៀតអ្នកនេះចាំថាពេលយើងនៅក្មេងមុខយើងវាតឹងណែនខ្លាញ់ច្រើនមើលទៅស្ទើរខ្លាញ់ពេលចាស់គាត់អាយុច្រើនណាគាត់បាត់បង់អាខ្លាញ់ហ្នឹងដែលធ្វើឲ្យមុខគាត់ចាស់ជាងមុនណាខ្លាញ់ហ្នឹងគឺវាសំខាន់ដែរណាហើយនឹងសាច់ដុំរបស់យើងហើយឥឡូវនេះអ្នកដែលជួបបញ្ហាស្គមទៅចាស់ខ្លាំងហ្នឹងគឺអ្នកដែលគាត់ប្រើ Ozempic អាហ្នឹងជា brand ណាឬក៏ GLP-1 អាថ្នាំសម្រក់ហ្នឹងស្រកលឿនខ្លាំងមែនតើអញ្ចឹងវិធីសាស្ត្រដែលជួយកុំឲ្យយើងស្រក់គីឡូទៅយើងមើលទៅចាស់ទី1គឺកុំស្រក់លឿនពេកស្រក់យឺតដើម្បីនៅពេលដែលយើងអស់ខ្លាញ់ហើយសាច់ដុំយើងទូជាងមុនឲ្យពេលយើងស្រក់យឺតទៅស្បែកយើងហ្នឹងវាសម្រាប់ទៅតាមមាត្រដ្ឋានថ្មីរបស់យើងយើងស្រក់យឺតវាទៅម្ដងតិចយើងស្រក់លឿនខ្លាំងពេកដូចជាពួកអ្នកគាត់ប្រើ Ozempic ប្រើអីគឺឃើញប្លែកខ្លាំងឃើញចាស់ខ្លាំងមែនតើអញ្ចឹងស្រក់យឺតទី1ទី2គឺសាច់ដុំយើងអាចគ្រប់គ្រងឆ្អឹងរបស់យើងបានទេធម្មជាតិរបស់យើងខ្លាញ់យើងដែលយើងអាយុច្រើនក៏វាបាត់បង់ដែរតែយើងស្រក់គីឡូវាបាត់បង់ខ្លាញ់ទៅហីណាអញ្ចឹងអ្វីដែលយើងអាចរក្សាបានគឺសាច់ដុំអញ្ចឹងពេលដែលយើងស្រក់គីឡូបើយើងព្យាយាមហាត់ប្រាណឲ្យបានច្រើនដើម្បីលើកទី1ញ៉ាំប្រូតអ៊ីនឲ្យបានគ្រប់គ្រាន់ទី2គឺលើកគីឡូដើម្បីរក្សាសាច់ដុំយើងអញ្ចឹងកាលណាឆ្អឹងបន្ទាប់មកមានសាច់ដុំគ្រប់គ្រាន់នៅត្រង់ណាស្បែករបស់យើងណានៅខាងលើជាអត់មានថាជា cushion ណាជាខ្នើយតុននៅពីក្រោមស្បែកយើងអត់សូវឃើញស្បែកយើងជ្រួញវាធ្លាក់មកនេះអញ្ចឹងមើលទៅអត់សូវឃើញចាស់ទេអ្នកនរស្គាល់ Brian Johnson គាត់ជាអ្នកដែលរកវិធីសាស្ត្រឲ្យយើងក្មេងរហូតអញ្ចឹងណាតែដោយសារគាត់ស្គមពេកទៅគាត់មើលទៅឃើញចាស់ហើយគាត់ថាពេលដែលគាត់ scan រាងកាយគាត់ scan កោសិកាគាត់គឺអាយុកោសិការាងកាយគាត់គឺក្មេងជាអាយុគាត់ច្រើនប៉ុន្តែមនុស្សភាគច្រើនថាឲ្យគាត់ចាស់ដល់ពេលអញ្ចឹងគាត់ទៅចាក់ខ្លាញ់លើមុខគេហៅ fat transfer ដល់ពេលដាក់ខ្លាញ់លើមុខទៅមុខយើងពេញមើលទៅក្មេងជាងវ័យអញ្ចឹងមិនថាពេលដែលយើងស្រក់គីឡូយើងស្រក់ខ្លាញ់ដែរអញ្ចឹងណាហើយអាខ្លាញ់ហ្នឹងដែលធ្វើឲ្យមុខយើងមើលទៅ youthful ក្មេងជាងវ័យ